បាទជំរាបសួរពុកម៉ែបងប្អូនអរគ្នាបាទថ្ងៃនេះមកបាទថតវីដេអូពីការដាក់ចំណីឲ្យមន់បាទជាលក្ខណៈគ្រួសារជូនពុកម៉ែបងប្អូនអរគ្នាទស្សនាកំសាន្តបាទនេះកុំចាក់គ្នាឲ្យស្បងប្អូនគ្នាតាបាទនេះបាទពុកម៉ែបងប្អូនបាទនេះយើងដាក់ចំណីឲ្យស៊ីបាទមានស្នូកដាក់ចំណីទៅហើយបាទដូចខ្ញុំបង្ហាញវីដេអូមុនអញ្ចឹងបើសិនជាយើងដាក់ក្នុងទ្រុងយើងដាក់ស្នូកនៅខាងក្រៅវាអត់បានកាយទេគ្រាន់តែលូកកចេញពីខាងក្រៅទៅតែបើដាក់អញ្ចេះវាកាយបាទតែវានេះតិចកាយបាទកពុកពេញហ្នឹងអញ្ចឹងបាទអញ្ចឹងនេះខ្ញុំជម្រាបជូនបងប្អូនខាងដើមវីដេអូមុនអញ្ចឹងដាក់អញ្ចេះគឺកាយចំណៃកពុកអស់អញ្ចឹងខ្ញុំអត់លេងវារាល់ថ្ងៃទេ2ថ្ងៃអីខ្ញុំឡើងចេញពីទ្រុងម្ដងឡើងវាឲ្យដើរបាទវាដើរជន់ដីជន់អីកាយដីស៊ីដីអីខ្លះបាទនេះសត្វអិតសត្វអីស្មៅអីផ្សេងthìបាទយើងអត់លែងវារាល់ថ្ងៃទៅបាទ2ថ្ងៃអី3ថ្ងៃយើងលែងវាចេញពីទ្រុងម្ដងចឹងទៅប្រហែលខ្លួនបាទនេះថ្ងៃនេះខ្ញុំលែងវាចេញពីទ្រុងខាងលើមកឲ្យវាដើរខាងក្រោមមកដល់មកដាក់ចំណីហើយវាមកស៊ីចំណីនៅក្នុងទ្រុងឲ្យវាស៊ីឆ្អែតហើយចាំបើកវាទ្រុងឲ្យដើរលេងខាងក្រៅទៀតប្រហែលខ្លួនបាទគឺប៉ុនគ្នាតែម្ដងប្រហែលខ្លួនមកក្រុមនេះប៉ុនគ្នាបាទនេះយើងដាក់ឲ្យវាស៊ីតែមួយក្រុមអញ្ចឹងទៅអត់មានណាចឹកទេបើយើងដាក់ឲ្យជាមួយនឹងអាគក់មានអាគក់ផងមានមេពងអីផងវាចឹកអញ្ចឹងវាស៊ីអត់បានចំណីស៊ីចំណីអត់បានឆ្អែតទេប្រហែលខ្លួនបាទតែដាក់អញ្ចេះវានៅស៊ីបានឆ្អែតអញ្ចឹងឲ្យវាស៊ីចំណាយពេលវាស៊ីបាទកន្លះម៉ោងទៅ1ម៉ោងអីចាំយើងបើកទ្វារត្រង់វាដើររត់លេងខាងក្រៅទៀតបាទឲ្យវាស៊ីឲ្យឆ្អែតឲ្យស៊ីចំណីឲ្យអស់សិនបាទសាំងមែនតើបងប្អូនបាទមកក្រុមនេះសាំងមែនតើបាទទឹកនេះសាំងតែនេះអីបាទមកក្រុមនេះសាំងណាបងប្អូនបាទយើងកាន់វាលេងចាប់វាលេងអីមកស្រីអត់ចេះឲ្យទេបាទសាំងណាហើយទឹកបាទយើងដាក់ដូរទឹកឲ្យវាឲ្យទឹកឃើញមានទឹករឿងខ្មៅយើងដូរទឹកឲ្យវាផ្លាស់ទឹកឲ្យវាប្រហែលបងប្អូនបាទនេះបាទមកក្រុមគ្នាគេនឹងមកក្រុមនេះច្រើនមែនតើបងប្អូនច្រើនហើយយើងចិញ្ចឹមលក្ខណៈគ្រួសារបាទទុកមើលលេងបងប្អូនបាទទុកមើលលេងទុកធ្វើជាអាហារឬអីចឹងទៅបងប្អូនបាទពេលបងប្អូនមកលេងអីយើងមានហូបនៅផ្ទះអីចឹងទៅចាំបាច់ទៅរកទិញគេខាងក្រៅបងប្អូនបាទបាទសាំងណាបងប្អូនបាទប៉ុនគ្នាហើយបើនិយាយដូចខ្ញុំប្រើពីជើងបាទជើងលមៀតទាំងអស់បាទនេះជើងលមៀតបាទនេះបាទជើងលមៀតបាទឡើងចាំងតែម្ដងបាទមួយនេះបាទជើងលមៀតឡើងចាំងបាទសូមអរគុណច្រើនដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់បាទ